ទឹកជ្រលក់ចិនសម្រាប់ស៊ុបស៊ីឈ័នភាគ2នេះគឺជាវីដេអូទី2ដែលខ្ញុំចែកម្លែកទៅលើទឹកជ្រលក់ណាដោយសារតែភាគ1គឺខ្ញុំបានសន្យាថាខ្ញុំនឹងធ្វើទឹកជ្រលក់មួយទៀតសម្រាប់អ្នកទាំងអស់គ្នានេះគឺទឹកជ្រលក់ដែលយើងធ្លាប់តែញ៉ាំនៅស៊ុបចិនហ្មងណាអញ្ចឹងនៅពេលដែលលាយទឹកជ្រលក់ខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាធ្លាប់បានឃើញសម្រាប់ទឹកជ្រលក់បែបហ្នឹងហើយអញ្ចឹងនេះគឺជារបៀបធ្វើជាដំបូងគឺយើងត្រូវធ្វើខ្ទឹមឆាលាយទឹកជ្រលក់ហ្នឹងសិនអញ្ចឹងវិធីធ្វើហ្នឹងគឺអ្នកទាំងអស់គ្នាអាចមើលនៅក្នុងនេះបានគ្រឿងផ្សំដែលខ្ញុំធ្វើអញ្ចឹងនេះជាខ្ទឹមឆាមួយមុខដែលយើងត្រូវលាយជាមួយនឹងទឹកជ្រលក់សម្រាប់ស៊ុបស៊ីឈ័ននឹងឯងអញ្ចឹងគឺវិធីធ្វើគឺងាយទេគ្រាន់ថាវាអាចសម្រាប់មួយតង់ហ្នឹងគឺយើងត្រូវធ្វើហ្នឹងគឺយើងអាចទុកខ្ទឹមឆាហ្នឹងក្នុងទូទឹកកកទៅពេលយើងត្រូវញ៉ាំយើងអាចយកវាមកញ៉ាំវិញអញ្ចឹងពេលឆាហើយយើងទុកវាមួយឡែកទៅព្រោះដោយសារអាហ្នឹងគឺយើងត្រូវលាយជាមួយនឹងទឹកជ្រលក់របស់យើងញ៉ាំវាឆ្ងាញ់ដោយសារតែអាហ្នឹងហើយបន្តមកទៀតគឺយើងចាប់ផ្ដើមលាយទឹកជ្រលក់យើងញ៉ាំតែម្ដងនេះខ្ញុំប្រើទឹកស៊ីអ៊ីវគោជាក់ស្ដែងគឺប្រើទឹកស៊ីអ៊ីវប្រៃធម្មតាទេហើយមានស៊ីអ៊ីវជូរប្រេងល្ងអីផ្សេងៗដូចយើងទៅលាយនៅហាងដែលយើងញ៉ាំខ្លួនឯងអញ្ចឹងម្ទេសឆាស្ដែកដីនេះគឺត្រូវតែមានហ្មងឆ្ងាញ់ដោយសារតែអាហ្នឹងដូចគ្នាហើយយើងដាក់អាខ្ទឹមដែលយើងឆាមិញហ្នឹងចូលតាមបរិមាណយើងចូលចិត្តមកហើយនេះគឺជាទឹកជ្រលក់ស្ដែកដីប្រើម៉ាក់នេះទាំងអស់គ្នាអាចទិញនៅផ្សារទំនើបបានហើយដាក់ជីវ៉ាន់ស៊ុយបន្ទាប់មកគឺម្ទេសហុយនេះក៏អ្នកទាំងអស់គ្នាទិញនៅផ្សារទំនើបដូចគ្នាបន្ទាប់មកយើងកូរថែមថយតាមហ្នឹងមកតែមុនហ្នឹងដោយសារខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំប្រើទឹកស៊ីអ៊ីវគោណាអញ្ចឹងវារៀងតណូរៀងផ្អែមតិចអញ្ចឹងបើសិនជាចង់បានប្រៃយើងថែមទឹកស៊ីអ៊ីវប្រៃបន្តិចទៀតទៅតែប៉ុណ្្នឹងឯងយើងតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនណាហើយតែប៉ុណ្្នឹងទេរួចជាស្រេចហើយស៊ុបស៊ីឈ័នជួយខមមិនម្នាក់មួយមកបើចង់ឲ្យខ្ញុំចែកម្លែកទៅលើស៊ុបស៊ីឈ័នបន្ថែមទៀតណារៀងវែងពេកអញ្ចឹងទៅបានកាត់តែទឹកជ្រលក់ចែកម្លែកអ្នកទាំងអស់គ្នាទេអញ្ចឹងស៊ុបស៊ីឈ័នចាំវីដេអូក្រោយទៀតណាហើយរសជាតិអត់ដូរជាមួយហាងទេខ្ញុំធានាទាំងអស់គ្នាសាកធ្វើញ៉ាំហើយជួយខមមិនប្រាប់ខ្ញុំវិញផងសម្រាប់ខ្ញុំហ្មងអ្នកចូលចិត្តស៊ុបហើយឆ្ងាញ់មែនតើទាំងអស់គ្នាញ៉ាំជុំគ្រួសារអែម